like I'm finished the interior design, but I have worked with the Fashion Lab magazine. I have worked with the government, UYFC, for the under the government also. And I'm gonna be have worked with the new shop for the flower shop more, and my own shop, the online shop for the Fat Story. About Fat Story, I have the partner in the Thailand, and before I went to Thailand and so many times, and I talk about the bring the some the dress for the girl, for the fat girl, and like the fashion, and then okay, the partner at the Thai also like want to have the in Cambodia also, but it's not the brand name, just like the dress, like the fashion and the any designer, but the Fat Story for the name of the online shop in Cambodia. Before I want to start it, I bring it first. Like I want to know about the girl, about the fat girl in here. Like maybe like how many that like my page, and they send a message to me like she want to have the like a fashion dress, but for the like a fat girl or something. And I just like before I just test first, but I think maybe in future I have the brand this for the Fat Story. ចង់និយាយថា Fat Story ដំបូងខ្ញុំទៅថៃទៅដល់ជួបដូចថាគេលក់កៅអៅសម្រាប់មនុស្សធាត់ ហើយក៏យើងនិយាយជាមួយគ្នាពីការយកកៅអៅទាំងប្រមាណដែលគេមានហ្នឹងគឺត្រូវថតជា fashion ដើម្បីបង្ហាញនៅលើ page online Fat Story អញ្ចឹងពេលដល់ខ្ញុំបង្កើត page នេះដោយសារខ្ញុំចង់ដឹងថាចំនួនមនុស្សស្រីធាត់ដែលគាត់មិនអាចបង្ហាញរាងឬក៏គាត់ពិបាករកសម្លៀកបំពាក់សម្រាប់ពាក់ទៅកម្មវិធីទៅណាផ្សេងអត់មានអារម្មណ៍ថាអត់ស្អាតដូចគេអញ្ចឹងខ្ញុំអាចដឹងដោយសារពួកគាត់ message មក page របស់ខ្ញុំដើម្បីរកសម្លៀកបំពាក់នេះជាហេតុផលមួយដែលខ្ញុំចង់ប្រាប់ថាបើសិនការរីកចម្រើននៃ Fat Story ដែលខ្ញុំមានអនាគតខ្ញុំនឹងអាចបង្កើតជា brand នៃខ្លួនឯងដោយប្រើឈ្មោះ Fat Story តែទៅគោលបំណងគឺខ្ញុំជាមនុស្សធាត់ស្រាប់អញ្ចឹងខ្ញុំមានគោលបំណងចង់និយាយថាខ្ញុំត្រូវថាយើងពិបាកនឹងស្គមវិញអញ្ចឹងយើងត្រូវហើកំណត់ដូចថាគេស្គមគេមានអាចលេង fashion ឯបានអញ្ចឹងយើងធាត់គឺយើងត្រូវគិតដល់មនុស្សធាត់គ្នាឯងពេលខ្លះពួកគាត់ពិបាកនឹងរើអាវពាក់អញ្ចឹងបានគោលបំណងរបស់ខ្ញុំគឺជំរុញឲ្យមនុស្សធាត់ទាំងអស់ឲ្យចេះប្រើសម្លៀកបំពាក់ like ដូច fashion សម្រាប់បង្ហាញទៅចង់និយាយថាបង្ហាញទៅពិភពលោករបស់ខ្លួនមួយតែថាពេលខ្លះមនុស្សខ្លះក៏គេយល់ថាយើងជាមនុស្សធាត់ក៏អាចបង្ហាញពីសម្លៀកបំពាក់មើលទៅមានទឹកការចាប់អារម្មណ៍ខ្លាំងផងដែរមិនចាំបាច់តមនុស្សស្គមតែ fashion បានពេលមនុស្សធាត់ក៏ធ្វើទៅបាន